មានក្រុមអ្នកឡើងភ្នំ9នាក់ដែលគេចចេញពីតង់កណ្ដាលយប់ក្នុងសីតុណ្ហភាពដក30អង្សាសេខ្លះស្លាប់ដោយបែកឆ្អឹងតែគ្មានស្នាមវាយខ្លះស្លាប់ដោយបាត់អណ្ដាតនិងបាត់ភ្នែករដ្ឋសូវៀតបានស៊ើបអង្កេតរឿងនេះហើយក៏បានសរសេរចុងក្រោយថាមូលហេតុគឺមកពីកម្លាំងដែលមិនអាចពន្យល់បាននៅក្នុងឆ្នាំ1959និស្សិតនិងអ្នកជំនាញឡើងភ្នំ9នាក់បានធ្វើដំណើរឆ្លងកាត់ភ្នំយូរ៉លពួកគេធ្លាប់មានបទពិសោធន៍មិនមែនជាអ្នកឡើងភ្នំដំបងនោះទេហើយមានកំណត់ហេតុរូបថតនិងផែនទីច្បាស់លាស់ថ្ងៃដែលពួកគេបានបាត់ខ្លួនអាកាសធាតុមិនមានភ្លៀងនិងខ្យល់ខ្លាំងនោះឡើយគ្មានសញ្ញាអាសន្នគ្មានហេតុផលគួរឲ្យភ័យខ្លាចក្រុមសង្គ្រោះរកឃើញតង់ត្រូវបានគេកាត់ពីខាងក្នុងស្នាមជើងបង្ហាញថាពួកគេរត់ចេញដោយមិនពាក់ស្បែកជើងមិនពាក់អាវរងានោះទេសពខ្លះរកឃើញនៅក្រោមដើមឈើសពខ្លះនៅក្នុងរូងទឹកកកអ្នកខ្លះបែកឆ្អឹងដើមទ្រូងដូចជាត្រូវរថយន្តបុកតែស្បែកខាងក្រៅគ្មានស្នាមរបួសនោះឡើយសម្លៀកបំពាក់ខ្លះមានកម្រិតកាំរស្មីខ្ពស់ជាងសម្លៀកបំពាក់ធម្មតាការស៊ើបអង្កេតរដ្ឋសូវៀតបិទឯកសារជាច្រើនឆ្នាំមកដល់ឆ្នាំ2020រដ្ឋរុស្ស៊ីបានបើកការស៊ើបអង្កេតឡើងវិញហើយគេបានសន្និដ្ឋានថាអាចជាករណី avalanche ឬក៏ទឹកកករអិលតែអ្នកវិទ្យាសាស្ត្រជាច្រើនមិនទទួលយកទេព្រោះវាមិនអាចពន្យល់បានអំពីរបួសនិងការរត់ចេញបែបនោះថ្ងៃនេះតំបន់នោះត្រូវបានគេហៅថា The Yellow Pass គេដាក់តាមឈ្មោះមេក្រុមដែលបានស្លាប់រឿងនេះមិនមែនជារឿងខ្មោចនោះទេតែវាគឺជាករណីពិតដែលមនុស្ស9នាក់បានស្លាប់ដែលគ្មានអ្នកណាម្នាក់អាចឆ្លើយបានឡើយរហូតមកដល់សប្តាហ៍ថ្ងៃនេះតែអ្នកគិតថាថ្ងៃនោះមានរឿងអ្វីកើតឡើងដែរសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក